សូមស្វាគមន៍អ្នកសិក្សាគ្រប់រូបមកកាន់ YouTube Channel រៀនខ្មែរថ្ងៃនេះលោកគ្រូបានលើកយកវិជ្ជាករមួយតាក់ទងទៅនឹងប្រធាននិងកិរិយាបង្គោលបាទនៅក្នុងការសិក្សានៅមេរៀនខ្លីមួយនេះប្រសិនបើអ្នកសិក្សាពេញចិត្តនឹងការបោះស្រាយសូមកុំភ្លេចចុច Subscribe និងចុច Like លើ YouTube រៀនខ្មែរម្នាក់មួយផងដើម្បីកុំឲ្យខាតពេលវេលាយូរយើងចូលទៅមើលខ្លឹមសារមេរៀនរបស់យើងទាំងអស់គ្នាបាទគេថានៅក្នុងល្បះនីមួយៗតែមានប្រធាននិងកិរិយាបង្គោលបាទជាងល្បះណាក៏ដោយក៏មានប្រធាននិងកិរិយាបង្គោលដែរគេថាចូលអានឧទាហរណ៍ខាងក្រោមនេះតើពាក្យណាខ្លះជាប្រធានបាទហើយពាក្យណាខ្លះជាកិរិយាបង្គោលឥឡូវយើងមើលឧទាហរណ៍របស់យើងឧទាហរណ៍ទី1គេផ្សព្វផ្សាយពីគុណភាពល្អនៃទូរស័ព្ទដៃបាទឧទាហរណ៍ទី2ខ្ញុំសរសេរបានឃោសនាឧទាហរណ៍ទី3យើងស្ដាប់ការឃោសនាតាមវិទ្យុបាទទី4ពួកគេសរសើរថាផ្តិលប្រាក់នេះសុទ្ធល្អទី5បងខ្ញុំធ្វើបញ្ជីរែងមុខទំនិញឧទាហរណ៍ទី6គេថាប្រជាជនខ្មែរភាគច្រើនចូលចិត្តទិញផលិតផលក្នុងស្រុកទី7សុភីរៀនត្បាញហូលផាមួងនិងឧទាហរណ៍ទី8ពូច័ន្ទលក់ផលិតផលផ្ទះបាយបាទអញ្ចឹងនៅក្នុងចំណោមល្បះទាំង8នេះឧទាហរណ៍ទាំង8នេះគឺមានប្រធាននិងកិរិយាបង្គោលនៅក្នុងល្បះទាំងអស់តែម្ដងបាទអញ្ចឹងដើម្បីយល់អំពីប្រធាននិងកិរិយាបង្គោលយើងទៅមើលបន្តទៀតសិនបាទអញ្ចឹងគេថាប្រធានបាទប្រធានហ្នឹងគឺមានពាក្យគេខ្ញុំយើងពួកគេបងខ្ញុំប្រជាជនខ្មែរភាគច្រើនសុភីពូច័ន្ទបាទឥឡូវយើងមើលល្បះតិចវិញបាទអញ្ចឹងគេថានេះគេនេះគេនៅក្នុងល្បះទី1ខ្ញុំពួកយើងពួកគេបងខ្ញុំប្រជាជនខ្មែរភាគច្រើនសុភីណានិងពូច័ន្ទហ្នឹងគឺជាប្រធានបាទគឺជាប្រធានដែលគេប្រាប់ថាសម្គាល់អ្នកធ្វើអំពើបាទគឺជាអ្នកធ្វើអំពើបាទគេថាពាក្យទាំងនេះជាប្រធាននៅក្នុងល្បះបាទប្រធានអាចជានាមកន្សោមនាមឬសព្វនាមនៅខាងឆ្វេងកិរិយាសព្ទបាទអញ្ចឹងគេថាប្រធានអាចជានាមកន្សោមនាមឬសព្វនាមដែលនៅខាងឆ្វេងកិរិយាសព្ទបាទអញ្ចឹងគេថានេះជាប្រធានបាទគេនេះជាប្រធានហើយផ្សព្វផ្សាយនេះគឺជាកិរិយាសព្ទដែលវានៅខាងឆ្វេងកិរិយាសព្ទបាទខ្ញុំនេះជាប្រធានដែលសរសេរនេះជាកិរិយាសព្ទអញ្ចឹងប្រធានវានៅខាងឆ្វេងកិរិយាសព្ទបាទឥឡូវយើងទៅមើលនិយមន័យនៃប្រធានរបស់យើងអញ្ចឹងគេថាប្រធានជាពាក្យសម្គាល់អ្នកធ្វើអំពើបាទអញ្ចឹងប្រធានហ្នឹងគឺជាពាក្យដែលបង្ហាញពីអ្នកធ្វើអំពើឬសម្គាល់អ្នកធ្វើអំពើបាទឥឡូវយើងមើលឧទាហរណ៍បន្ថែមទៀតទៅមកជាមួយឧទាហរណ៍ហ្នឹងបាទគេផ្សព្វផ្សាយពីគុណភាពល្អនៃទូរស័ព្ទដៃអញ្ចឹងគេនេះជាប្រធានហើយផ្សព្វផ្សាយនេះជាអំពើបាទអញ្ចឹងគេហ្នឹងគឺធ្វើអំពើបាទអញ្ចឹងខ្ញុំសរសេរបានឃោសនាអញ្ចឹងសរសេរនេះគឺធ្វើអំពើហើយខ្ញុំនេះធ្វើអំពើទៅលើសរសេរបាទឥឡូវយើងចូលទៅមើលចំណុចបន្ទាប់ទៀតគឺកិរិយាបង្គោលវិញម្ដងអញ្ចឹងគេថាពាក្យផ្សព្វផ្សាយបាទផ្សព្វផ្សាយសរសេរស្ដាប់សរសើរធ្វើទិញត្បាញនិងលក់ហ្នឹងនៅក្នុងឧទាហរណ៍ខាងលើហ្នឹងប្រាប់អំពើឬសកម្មភាពបាទពាក្យទាំងនេះជាកិរិយាបង្គោលហើយពាក្យចូលចិត្តទិញជាជំនួយកិរិយាកិរិយាបង្គោលអាចនៅជាប់ប្រធានឬនៅខាងឆ្វេងឬនៅខាងស្ដាំជំនួយកិរិយាបាទអញ្ចឹងជាទូទៅកិរិយាបង្គោលនឹងវានៅជាប់នឹងប្រធានតែម្ដងបាទជាទូទៅណាប៉ុន្តែពេលខ្លះទៀតវានៅបន្ទាប់ពីជំនួយកិរិយាឧទាហរណ៍ដូចជាពាក្យចូលចិត្តទិញនេះចូលចិត្តនេះគឺជាជំនួយកិរិយាបាទដែលមានជំនួយកិរិយាហើយទើបមានកិរិយាបង្គោលគឺទិញអញ្ចឹងណាឥឡូវយើងមើលនិយមន័យបន្ថែមទៀតចាំយើងត្រឡប់ទៅមើលឧទាហរណ៍ខាងលើអញ្ចឹងគេថាកិរិយាបង្គោលគឺជាពាក្យសម្គាល់ឬសម្ដែងអំពើរបស់ប្រធានបាទម្ដងទៀត
គេថាកិរិយាបង្គោលគឺជាពាក្យសម្គាល់ឬសម្ដែងអំពើរបស់ប្រធានបាទកិរិយាបង្គោលជាពាក្យដែលប្រាប់ពីអំពើឬកិរិយារបស់ប្រធានប្រាប់ពីសកម្មភាពរបស់ប្រធានឥឡូវយើងមើលឧទាហរណ៍ឡើងវិញឧទាហរណ៍ទី1គេថាគេផ្សព្វផ្សាយពីគុណភាពល្អនៃទូរស័ព្ទដៃអញ្ចឹងផ្សព្វផ្សាយនេះគឺជាកិរិយាបង្គោលដែលបង្ហាញអំពីអំពើនៃប្រធានគឺគេបាទបង្ហាញសកម្មភាពរបស់គេតើគេកំពុងធ្វើអីគឺគេកំពុងតែផ្សព្វផ្សាយបាទឧទាហរណ៍ទី2ខ្ញុំសរសេរបានឃោសនាបាទអញ្ចឹងសរសេរនេះគឺជាកិរិយាបង្គោលដែលបង្ហាញអំពីអំពើរបស់ប្រធានគឺខ្ញុំបាទអញ្ចឹងយើងស្ដាប់នេះក៏ដូចគ្នាដែរយើងស្ដាប់ពួកគេសរសើរនេះក៏ដូចគ្នាដែរអញ្ចឹងសរសើរនេះជាកិរិយាបង្គោលបងខ្ញុំធ្វើបញ្ជីរាយមុខទំនិញអញ្ចឹងធ្វើនេះជាកិរិយាបង្គោលប្រជាជនខ្មែរភាគច្រើនចូលចិត្តទិញទំនិញផលិតផលក្នុងស្រុកទិញផលិតផលក្នុងស្រុកណាបាទអញ្ចឹងនៅក្នុងល្បះទី6នេះវាមានលក្ខណៈពិសេសខុសពីល្បះ5ខាងលើបន្តិចបាទអញ្ចឹងមានន័យថាម៉េចមានន័យថាទិញនេះជាកិរិយាបង្គោលនៅក្នុងល្បះដែលនៅខាងមុខកិរិយាបង្គោលហ្នឹងគឺមានចូលចិត្តនេះមួយបាទចូលចិត្តនេះយើងហៅវាថាជាជំនួយកិរិយាបាទនៅវាជាជំនួយកិរិយាដែលវាជួយបំពេញបង្គ្រប់ន័យឲ្យកិរិយាទិញនេះបាទអញ្ចឹងម្ដងទៀតចុងក្រោយនៅក្នុងល្បះទី6នេះគឺកិរិយាបង្គោលគឺទិញហើយចូលចិត្តនេះគឺជាជំនួយកិរិយាដែលវាជួយបំពេញបង្គ្រប់ន័យឲ្យកិរិយាទិញហ្នឹងទិញគាត់យ៉ាងម៉េចដែរតម្រង់នៃទិញរបស់គាត់គឺគាត់ចូលចិត្តគាត់ឧស្សាហ៍ទិញបាទចង់និយាយចឹងណាចុងក្រោយបាទល្បះទី7ទី8មួយទៀតណាទី7នេះគឺរៀនបាទរៀនជាកិរិយាបង្គោលហើយទី8នេះគឺលក់បាទជាកិរិយាបង្គោលអញ្ចឹងនៅក្នុងការសិក្សានៅមេរៀនខ្លីអំពីប្រធាននិងកិរិយាបង្គោលលោកគ្រូពន្យល់ខ្លីៗភ្ជាប់ជាមួយនឹងឧទាហរណ៍ប៉ុណ្ណឹងលោកគ្រូរំពឹងថាបងប្អូនសិស្សនិងអ្នកសិក្សាទាំងអស់អាចយល់បានណាបាទបើសិនបើមានសំណូមពរឬក៏សំណួរតាក់ទងទៅនឹងប្រធានបទណាមួយប្រធានបទនេះក៏ដោយឬប្រធានបទផ្សេងក៏ដោយអ្នកសិក្សាគ្រប់រូបអាចសរសេរនៅក្នុងប្រអប់ comment ខាងក្រោមបានបាទសូមអរគុណ